Ok,អញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹង module other income ហើយនិង other expense other income និង other expense គឺយើងប្រើសម្រាប់កត់ត្រា income ផ្សេងហើយនិង expense ផ្សេងក្រៅពីចំណូលនៃការជួលអញ្ចឹងមុននឹងយើងអាចកត់ត្រាបានគឺយើងត្រូវមាន category សិនអញ្ចឹងយើងចូលមកកន្លែង income and expense category ដើម្បីយើង set up category អញ្ចឹងនៅក្នុងនេះខ្ញុំមាន set up sample category ខ្លះហើយចុះឧទាហរណ៍ថាខ្ញុំចង់ add category បន្ថែមទៀតដែលអត់ទាន់មាននៅក្នុងហ្នឹងខ្ញុំចុច add មកគេលេខកូដយើង set ខ្លួនឯងបានយើងចង់ឲ្យប្រភេទ category ហ្នឹងមានលេខកូដប៉ុន្មានហ្នឹងហើយតាក់ទងជាមួយនឹងឈ្មោះ category ហ្នឹងឧទាហរណ៍ថាខ្ញុំដាក់ office expense អូខេអញ្ចឹងប្រភេទហ្នឹងគឺជា income expense ហើយកន្លែងនេះខ្ញុំភ្ជាប់វាទៅ bank account ខ្ញុំចង់ភ្ជាប់ទៅ bank account ណាមួយដើម្បីឲ្យពេលដែលយើង expense ទៅវាកាត់ចេញពី bank account ហ្នឹងដែលយើងបាន set up bank account ហើយហ្នឹងឧទាហរណ៍ថាខ្ញុំភ្ជាប់ជាមួយនឹង bank account មួយនេះហើយយើងអាចសរសេរ description តាក់ទងជាមួយនឹងប្រភេទ expense category ដែលយើងបានបង្កើតហ្នឹងពេលដែលយើង set up រួចយើងចុច save ទៅអូខេអញ្ចឹងវានឹងបង្កើត category ថ្មីមួយតាក់ទងជាមួយនឹង office expense ហើយបន្តមកទៀតយើងអាចចូលទៅក្នុង other expense ដើម្បីកត់ត្រាយើងចូល other expense មកហើយយើងចុច add ថ្មីអូខេកន្លែងនេះតាក់ទងជាមួយនឹង currency អញ្ចឹងខ្ញុំយកដុល្លារអញ្ចឹងប្រភេទ expense របស់យើងគឺ office expense ដែលខ្ញុំបង្កើតមិញអញ្ចឹងពេលដែលខ្ញុំប្រើ office expense ហ្នឹងមកគឺវានឹង select bank account ដែលយើងបានភ្ជាប់ជាមួយនឹងមកហើយកន្លែងនេះគឺយើងអាចបដូរទៅ bank account ផ្សេងទៀតក៏បានដែរក្នុងករណីដែលយើងចំណាយចេញពី bank account ផ្សេងហើយកន្លែងនេះក្នុងករណីយើង expense វាតែងតែមាន reference invoice អញ្ចឹងយើងអាចវាយលេខ invoice reference យើងចូលមកហើយកន្លែងនេះគឺថ្ងៃដែលយើង expense ថ្ងៃយើងរើសថ្ងៃហើយកន្លែងខាងក្រោមនេះយើងចុចរើសម៉ោងកំណត់ម៉ោងយើងចុច select ទៅហើយ status នេះគឺមានន័យថា expense ហ្នឹងយើងបានចំណាយយើងបាន approve ហើយនៅអញ្ចឹងបើបាន approve ហើយយើង select approve មកបើ expense ហ្នឹងយើងគ្រាន់តែ request អត់ទាន់ approve ទេយើងដាក់ pending អូខេក្នុងករណីនេះខ្ញុំដាក់ approve ហើយកន្លែងនេះអាច screenshot តាក់ទងជាមួយនឹងវិក័យប័ត្រ expense យើងបានយើងអាច upload មក upload screenshot របស់យើងនេះ description យើងអាចសរសេរពីពណ៌នាបន្ថែមតាក់ទងvớiការ expense របស់យើងអូខេរួចរាល់អស់យើងអាចធ្វើការ add item expense របស់យើងអញ្ចឹង item expense របស់យើងក្នុងនេះក្នុងករណីដែលយើងធ្លាប់បង្កើត item ហើយវានឹងអាច select នៅក្នុងនេះបានអញ្ចឹងក្នុងនេះបើសិនជាអត់ទាន់មានទេយើងអាចបញ្ចូលបន្ថែមនៅក្នុងនឹង direct ឧទាហរណ៍ថាខ្ញុំដាក់ pen ខ្ញុំទិញ big អូខេចំនួនប្រមាណ10ដើមអញ្ចឹងក្នុងមួយដើមតម្លៃ5កាក់អញ្ចឹងទៅអញ្ចឹងសរុបអស់$5អូខេខ្ញុំចុច save as new ដើម្បីខ្ញុំ save ហើយខ្ញុំ add item ផ្សេងឧទាហរណ៍ថាខ្ញុំទិញ super សរសេរ book អូខេអញ្ចឹងអានេះ unit វាជាចំនួនឧទាហរណ៍ថាខ្ញុំទិញ2ក្បាល1ក្បាល$2ចា៎អូខេខ្ញុំចុច save អញ្ចឹងការចំណាយនេះមាន2មុខអូខេរួចរាល់អស់យើងអាចធ្វើការ save អញ្ចឹងអានេះគឺរបៀបកត់ត្រា other expense អញ្ចឹង other income ក៏មិនខុសពី other expense ដែរយើងអាចធ្វើការកត់ត្រាចូលបានគឺយើងចូលមក other income ហើយយើងចុច add អូខេបន្តមកទៀតយើងរើសមក currency របស់យើងហើយយើង income ពីគេឧទាហរណ៍ថាខ្ញុំ income ពី service អូខេអញ្ចឹងនេះគឺ bank account ដែលយើងបានភ្ជាប់ហើយអញ្ចឹងយើងឲ្យចំណូលហ្នឹងចូលទៅ account មួយណា bank account មួយណាយើងអាចផ្លាស់ប្ដូរនៅនេះបានណាឧទាហរណ៍ថាខ្ញុំចូលទៅ Acilida នេះវិញខ្ញុំអាចផ្លាស់ប្ដូ
flow នឹងបានហើយនេះក្នុងករណីយើងមានចេញ reference អីគេយើងអាចចេញ reference អីគេបាន click invoice reference ហើយនេះគឺតាក់ទងជាមួយនឹងថ្ងៃ income ឧទាហរណ៍ថាថ្ងៃ14ហើយខ្ញុំរើសម៉ោងមកអូខេ setter នេះapprove ហើយនៅក្នុងករណីនេះខ្ញុំដាក់ pending សិនដោយសារខ្ញុំអត់ទាន់ approve ហើយយើងអាច approve វិញតាមក្រោយក្នុងករណីដែលរូបភាពយើងអាច upload តាក់ទងជាមួយនឹង reference រូបភាពផ្សេងហើយយើងអាច add item income នៅខាងក្រោមយើងចុច add មកអូខេអញ្ចឹងខ្ញុំឧទាហរណ៍ថា service laundry ចុះបោកគក់ម្ដង$5អូខេមានន័យទៀត cleaning ចុះម្ដង$10អូខេប៉ុណ្ណឹងអញ្ចឹងខ្ញុំធ្វើការ save អូខេក្នុងករណីនេះយើង save រួចហើយប៉ុន្តែ setter នៅ pending អញ្ចឹងចំណូលហ្នឹងគឺអត់ទាន់បាន approve ទេអញ្ចឹងគឺយើងអាចធ្វើការ approve តាមក្រោយបានយើងចុចនៅលើកន្លែង action នេះដើម្បីធ្វើការ approve អូខេអញ្ចឹងមានន័យថាចំណូលនេះគឺបាន approve ចូលក្នុងចំណូលចំណាយយើងហើយយើងអាចធ្វើការ print invoice នឹងចេញមកបានណាយើង select លើ action យើងចុច print ទៅអញ្ចឹងនេះទម្រង់ invoice other income របស់យើងអូខេអញ្ចឹងនេះជារបៀបកត់ត្រា other income other expense